ចាប់ដើមធ្លាក់ខ្យល់រស៊ីហើយនៅភ្នំពេញមិនដឹងថានៅតាមបណ្ដាខេត្តធ្លាក់ខ្យល់កម្រិតណាតែដឹងថានៅភ្នំពេញប្រហែលថ្ងៃនេះធ្លាក់ខ្យល់យប់មិញដាក់មកមេធំទៀតចឹងធ្វើឲ្យពេលព្រឹកត្រជាក់កាន់តែខ្លាំងគាត់ថាយើងចេញក្រៅអីយើងអាចពាក់អាវក្រៅថែមបានអ្នកខ្លះគេប៉ុណ្ណោះមកមិនរងាពេកហើយក៏មិនក្តៅពេកចឹងណាហើយសម្រាប់ខ្ញុំវិញក៏ល្មមដែរមិនតិចពេកក៏មិនក្តៅពេកមិនល្មមយើងអាចបន្ស៊ាំទៅនឹងបំរែបំរួលអាកាសធាតុពោះអីពីមួយឆ្នាំទៅមួយឆ្នាំគឺបំរែបំរួលអាកាសធាតុកាន់តែប្រែប្រួលទៅដូចដល់ខែកដកហើយមានធ្លាក់ភ្លៀងអញ្ចឹងគាត់ថាជាទម្លាប់ភ្លៀងតែងតែធ្លាក់មកដើម្បីដាញ់ស្លែដាញ់អីចេញពីស្រែដើម្បីឲ្យស្រូវចាប់ដើមទុំអីចឹងទៅសម្រាប់ស្រូវធ្ងន់អញ្ចឹងណាហើយសម្រាប់អ្នកធ្វើការព្រឹកឡើងងើបទៅធ្វើការឆ្ងាយតែពាក់អាវធំពីក្រៅអញ្ចឹងទៅដោយការខ្ញុំនៅធ្វើការក៏ខ្ញុំពាក់អាវធំដែរពេលរៀងថ្ងៃតិចដោះចេញវិញទៅដោយសារវាក្តៅហើយយើងបែកញើសហើយសម្រាប់អាកាសធាតុប្រែប្រួលអញ្ចឹងយើងម្នាក់គួរតែមានលំហាត់ប្រាណឬក៏ហូបចុកអាហារដែលប្រកបដោយសុខភាពដើម្បីកុំឲ្យមានការឈឺស្កាត់ឬក៏ផ្ដាសាយអីដោយសារអាកាសធាតុប្រែប្រួលអញ្ចឹងវាកត់ជាមានការប្រែប្រួលនៃផ្ដាសាយហើយសូមថែរក្សាសុខភាពទាំងអស់គ្នាជួបគ្នានៅឱកាសក្រោយទៀតអរគុណច្រើន